ដីខូចដីរឹងក្តាំងដីសម្បូរទៅដោយជាតិអាស៊ីតជាតិជូរទាំងអស់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យដំណាំរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាលូតលាស់យឺតហើយមិនល្អសម្រាប់បញ្ហាទាំងអស់នេះពុកម៉ែបងប្អូនឈប់បារម្ភទៀតទៅដោយគ្រាន់តែសាកមកប្រើជាមួយនឹងម្សៅកំបោរសរីរាង្គ PN ដែលវាជាដំណោះស្រាយល្អមែនទែនសម្រាប់ប្រជាកសិករទី1វាអាចជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងដីជួយកែសម្រួល pH ឲ្យល្អឡើងវិញសម្រាប់មេរោគនៅក្នុងដីធ្វើឲ្យដីផុសធូរល្អនិងចូលទៅចោះរន្ធខ្យល់ក្នុងដីដែលធ្វើឲ្យដំណាំងាយស្រូបស៊ីជីបានល្អនិងជួយបណ្ដេញសត្វល្អិតចង្រៃហើយជាពិសេសទៀតផងនោះពុកម៉ែបងប្អូនក៏អាចយកទៅប្រើប្រាស់បានជុំវិញកសិដ្ឋានចិញ្ចឹមសត្វដើម្បីជួយកាត់បន្ថយក្លិនស្អុយជួយកម្ចាត់មេរោគនិងការពារពីជំងឺរាតត្បាតផ្សេងៗនៅក្នុងទ្រុងសត្វចិញ្ចឹមរបស់ពុកម៉ែបងប្អូនទាំងអស់គ្នានិងបន្ថែមទៅលើនឹងទៀតម្សៅកំបោរសរីរាង្គ PN ក៏អាចយកទៅប្រើប្រាស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរទី1គឺវាអាចជួយធ្វើឲ្យទឹកស្រះថ្លាល្អជួយបង្កើតប្លង់តុងដែលជាចំណីរបស់សត្វត្រីនិងជួយបង្កើតអុកស៊ីសែននៅក្នុងស្រះទឹកបានផងដែរចឹងដូច្នេះសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់ page តាហៅយកចាក់សកម្មឬមួយក៏លេខទូរស័ព្ទដែលមានដាក់នៅខាងក្រោម